តីក្នុងសម័យមួយនោះនារដូវស្រូវទុំអាប៉ាងទៅដេកចាំស្រូវវាទាំងយប់ទាំងថ្ងៃមានទាំងចាប៉ីមួយទៅផងវេលាថ្ងៃឡើងថែទាំស្រូវដល់ពេលយប់ទំនេរតែងដេញចាប៉ីហើយស្រែកច្រៀងផងលុះច្រៀងរាល់យប់ទៅមានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរទៅស្ដាប់ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាងយូរបន្តិចទៅអាប៉ាងក្រឡេកទៅក្រោមផ្ទះឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើងអាប៉ាងសួរទៅថាអាណាអង្គុយក្រោមខ្ទមនេះមេខ្មោចប្រាប់ថាខ្ញុំអាប៉ាងថាប្រហែលជាខ្មោចទេមេខ្មោចឆ្លើយថាខ្មោចថាមិនខ្មោចអាប៉ាងសួរទៀតថាបងឯងឈ្មោះអីមករកអីមេខ្មោចឆ្លើយថាខ្ញុំឈ្មោះតីខ្ញុំមកស្ដាប់ចាប៉ីអាប៉ាងថាឡើងមកបើមកស្ដាប់ចាប៉ីមេខ្មោចឡើងទៅអង្គុយជិតអាប៉ាងក៏ស្រឡាញ់គ្នាយកគ្នាជាប្តីប្រពន្ធទៅដល់រួចស្រូវមេខ្មោចនោះសួរទៅអាប៉ាងថាឥឡូវរួចស្រូវហើយតើឯងព្រមយកអញឬទេបើឯងមិនយកអញនឹងកាច់យកឯងអាប៉ាងថាអញព្រមយកប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិនលុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយក៏ត្រឡប់មកយកមេកន្ទៃនោះវិញមេកន្ទៃក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មានរួចក៏នៅជាមួយគ្នាទៅប្រហែលជាង1ខែពួកខ្មោចទាំងប៉ុន្មានបបួលគ្នាព្រមទាំងអាប៉ាងឲ្យទៅរកបាញ់សត្វមកធ្វើជាអាហារអាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះលុះទៅដល់កណ្ដាលព្រៃដើមត្រថុកដែលខ្មោចទាំងពួងសម្គាល់ថាដើមឈើទាលបានប្រទះនឹងកង្កែបមួយខ្មោចទាំងនោះស្រែកថាប្រយ័ត្នវើយកូនយើងដំរីធំណាស់ទៅហើយអាប៉ាងឮគេស្រែកថាដំរីក៏ប្រឹងរកមើលមិនឃើញដំរីសោះឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងក៏ចាប់ដាក់ក្នុងថ្នាក់សម្ពុតទៅខ្មោចអស់នោះចេះតែស្រែកថាប្រយ័ត្នវើយដំរីស្ដមួយធំណាស់ហើយស្រែកសួរអាប៉ាងថាឃើញដំរីឬទេអាប៉ាងស្រែកថាមិនឃើញទេពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថាទៅអាប៉ាងទៅផ្ទះយើងរកសត្វមិនបានទេអាប៉ាងថាអញបានកង្កែបមួយខ្មោចទាំងនោះសួរទៅអាប៉ាងថាយ៉ាងដូចម្ដេចអាប៉ាងកង្កែបនោះឯងចែកឲ្យយើងរាល់គ្នាស៊ីផងអាប៉ាងយកកង្កែបចេញពីថ្នាក់ហើយបង្ហាញទៅពួកខ្មោចនោះខ្មោចអស់នោះឃើញក៏នាំគ្នារត់ព្រោងព្រាតអស់ទៅហើយវាមានវិចារថាទុកប្តីមីកន្ទៃឲ្យនៅមិនបានទេព្រោះវាខ្លាំងពូកែណាស់វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នាក់វាបើដូច្នោះយើងឲ្យអាប៉ាងនេះនៅមិនបានទេឲ្យវាទៅវិញទៅអាប៉ាងក៏បានរួចខ្លួនហើយត្រឡប់ទៅផ្ទះវិញ